ងារមូលនិធិខ្មែរគឺខ្មែរក្នុងគ្រាក្រសានចាបានដឹកនាំនាំទៅទៀតពីបងប្រុសជ័យលីមនិងក្រុមគ្រួសារចាលោកជ័យលីមនិងក្រុមគ្រួសារលោកបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីធ្វើទានពិសាហ្នឹងយកមកតម្កល់ទុកនៅក្នុងវត្តអារាមនៅវត្តព្រះដំរីបារមីខ្ញុំយកអណ្ដូងសាសើចាតេយ្យទៀតរបស់លោកគឺមានពីដាន300ការ៉េចាពីដានហ្នឹងគឺ300ការ៉េព្រមទាំងម៉ាស៊ីនក្លុកស៊ីម៉ងមួយហើយនឹងដីទៀនព្រមទាំងមានអង្ករស្លាដកព្រមទាំងភេសជ្ជៈចាស្គរអំបិលពីចេងហើយនឹងសូឡាពីរផ្ទាំងហើយលោកបានបរិច្ចាគស៊ីម៉ង2តោនចាស៊ីម៉ង2តោនចាចំនួន840000ចាសូមប្រគល់ដល់លោកជាគណៈកម្មការបាទទទួលចាសូមគុណចាស់លោកទាំងលោកតាចាគឺទៅបន្តទៀតចាសូមបងជ័យលីមនៅក្រុមគ្រួសារសូមអញ្ជើញអនុមោទនាបុណ្យនិងប្រគេនទៅទានដល់គុណចាស់ក្នុងក្រុមទេវត្តអារាមទាំងអស់គ្នាសាមសូមរំជើញសូមឲ្យដាក់មុខសូមអរគុណចំពោះបងលោកចាស់ព្រះជាតែសាមរបស់បងលោកអ្នកព្រះជាសូមអរគុណមកពីថាកោតពីថាដល់ពីទៅនេះហើយលោកមានជាថាដល់តាដល់ទូលអនុមោទនាបសាទរលេបអាសោទៅលេបទៅទូលថាទីថាដល់ទីទីដែលបានពីនៅបទសាលមានខាងពីដានសាលាឆានម៉ាស៊ីនក្លុកស៊ីម៉ងសូឡាពីរផ្ទាំងស៊ីម៉ង2តោនព្រមទាំងទេយ្យទានសម្រាប់ចូលរួមចំណែកនៅទានព្រះវស្សាបាទមានកបាទមានសាដកចំនួន2ព្រមទាំងបច្ច័យ4បាទទឹកត្រីទឹកស៊ីអ៊ូស្ករអំបិលប៊ីចេងប្រេងឆាមីភេសជ្ជៈបាទព្រមទាំងចង្ហាន់វ៉ាន់ចូលសម្រាប់ប្រគេនព្រះសង្ឃនៅក្នុងឱកាសនេះផងដែរអ